อบอซาโตពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់រវាងសាកលវិទ្យាល័យ Belty អន្តរជាតិនិងក្រុមហ៊ុន Benki Group ប្រទេសម៉ាឡេស៊ី នាថ្ងៃអង្គារទី 23 ខែធ្នូឆ្នាំ 2025 ឯកឧត្តម Shaharuddin Un ឯកអគ្គរដ្ឋទូតនៃប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ Belty អន្តរជាតិតំណាងដោយឯកឧត្តម លីណាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិនិងក្រុមហ៊ុន Benki Group តំណាងដោយលោក សូឆុងគីនាយកប្រតិបត្តិនៃក្រុមហ៊ុន Benki Group ដោយអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវលោកស្រីជាថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យនិងនិស្សិតនៃសាកលវិទ្យាល័យ Belty អន្តរជាតិនិងថ្នាក់ដឹកនាំនៃក្រុមហ៊ុន Benki Group ប្រមាណ 350 នាក់ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ Belty អន្តរជាតិទីតាំងទី 1 ទួលស្លែង ការចុះអនុសារណៈការយោគយល់គ្នានេះធ្វើឡើងក្នុងគោលបំណងក្លាយជាដៃគូសហការដ៏ល្អក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សតាមរយៈការផ្ដល់នូវការចុះហ្វឹកហាត់ការងារសិក្ខាសាលាកម្មសិក្សានិងផ្ដល់ឱកាសការងារដល់និស្សិតផងដែរដោយនាងខ្ញុំហុងពុតបរមីផ្សាយចេញពី Belty IU News សូមអរគុណសូមជម្រាបលាBelty International University, the future of global leaders.